ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញវីដេអូនៅម្ហូបមួយមុខទៀតតាក់ទងនឹងការស្លសម្លម្ជូរយួនចាម្ជូរយួនដែលខ្ញុំយកមកស្លបន្លែគឺមានដូចជាកាអៅឈូកចាហើយនឹងខ្ញុំហាន់របៀបហ្នឹងមកចាបន្លាចស្នៀតពោតម្នាស់ពេញប៉ោះចានឹងពេញប៉ោះចាហើយសាច់ដែលខ្ញុំយកមកស្លសម្លម្ជូរយួននេះគឺខ្ញុំយកត្រីរ៉ស់ខ្ញុំត្រូវយកទៅបំពងឲ្យហើយចាខ្ទឹមចាខ្ទឹមសខ្ញុំច្រាមឲ្យម៉ត់ចាហើយយើងដាក់គឺគ្រឿងដែលយើងដាក់គឺមានដូចជាម្អមជីបន្លានិងជីនាងវងហើយនឹងម្ជូរគឺខ្ញុំប្រើម្ជូរ7ទុំចាហើយគ្រឿងដែលខ្ញុំយកមកផ្សំក្នុងការស្លសម្លម្ជូរយួនគឺមានទឹកត្រីចាស្ករមួយចុងស្លាបព្រាបាយចាហើយម្សៅស៊ុបអំបិលនិងប៊ីចេងមួយចុងស្លាបព្រាបាយមួយចុងស្លាបព្រាបាយចាវាផ្លេចគ្រឿងផ្សំយើងដាក់ពងមាន់3គ្រាប់ទៀតពងមាន់ស្រែជាដំបូងខ្ញុំដាក់ប្រេងឆានៅក្នុងផ្ទះមកដើម្បីយើងធ្វើការបំពងខ្ទឹមនិងបំពងត្រីហើយខ្ញុំធ្វើការយកត្រីដាក់បំពងត្រីយើងឆ្អិនមួយសម្ពោះហើយយើងធ្វើការលើកទុកសិនទុកចេញទុកមកបន្លែសិនខ្ញុំធ្វើការដាក់ខ្ទឹមបំពងចូលបងខ្ទឹមហើយចាបន្ទាប់ពីយើងបំពងក្រហមហើយយើងធ្វើការដាក់ដាំទឹកម្ដងចាយើងធ្វើការដាក់ដាំទឹកបន្ទាប់ពីទឹកស្លយើងពុះខ្ញុំធ្វើការដាក់អំបិលទុំចូលបន្ទាប់ពីខ្ញុំដាក់អំបិលទុំចូលខ្ញុំទុកឲ្យពុះហ្នឹងទៅខ្ញុំដាក់គ្រឿងចូលអំបិលម្សៅស្ករយើងចូលស្ករសចេកទឹកត្រីគ្រឿងផ្សំយើងដាក់ចូលហើយតែបន្ទាប់មកខ្ញុំធ្វើការដាក់ត្រីដែលខ្ញុំបំពងជាមួយនឹងខ្ទឹមបំពងចូលតែបងគឺខ្ញុំអត់បំពងទេខ្ញុំដាក់ផ្ដែតតែម្ដងខ្ញុំស្វំអំបិលដើម្បីជ្រុំវាហើយចាបន្ទាប់ពីខ្ញុំជុំអំបិលហើយខ្ញុំធ្វើការដាក់បន្លែយើងចូលខ្ញុំរើតែពេញប៉ោះចេញសិនទេដោយសារពេញប៉ោះយើងដាក់ទៅមួយផ្លែតគឺយើងបិទតែម្ដងខ្ញុំទុកពេញប៉ោះសិនធ្វើការក្របទុកមកពុះចាយើងឃើញថាស្លយើងចិត្តពុះហើយទុកឲ្យពុះទៀតចាស្លយើងពុះហើយឃើញបន្លែយើងឆ្អិនហើយយើងធ្វើការដាក់ពេញប៉ោះចូលបន្ទាប់មកខ្ញុំធ្វើការ
ខ្ញុំធ្វើការគូសពងមាន់ចូលចាពងមាន់នឹងការគូសចូលខ្ញុំដាក់ចំនួន3គ្រាប់វាយតិចទៅឲ្យឆ្អិនបើបងប្អូនអត់ចូលចិត្តដាក់ពងមាន់អត់ដាក់ក៏បានដែរបន្ទាប់មកខ្ញុំធ្វើការបង់ជីជាការស្រេចអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលាយើងអត់អាចទុកឲ្យពុះយូរទេដោយសារអីពងមាន់យើងដាក់ចូលហើយអញ្ចឹងកុំឲ្យបន្លែយើងប្រែពណ៌ចាសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា